ជីវិតស្នេហារបស់រស់សេរីសុទ្ធាទោះបីជាមានភាពជោគជ័យនៅលើវិស័យចម្រៀងយ៉ាងត្រចះត្រចង់ក៏ដោយតែចំណែកវិថីស្នេហាវិញអ្នកស្រីរស់សេរីសុទ្ធាតែងតែទទួលបរាជ័យគ្រប់ពេលវេលាគឺមិនដែលទទួលបាននូវភាពសុខដុមរមនានិងសុភមង្គលពិតប្រាកដក្នុងមួយជីវិតអ្នកស្រីទេជាការពិតណាស់ជីវិតស្នេហារបស់រស់សេរីសុទ្ធាគឺពុំដែលសមប្រកបឡើយគេតែងនិយាយថាអ្នកស្រីជោគជ័យលើអាជីពចម្រៀងប៉ុន្តែតែងបរាជ័យខាងអាជីពស្នេហានៅក្នុងអាជីពជាអ្នកចម្រៀងនាងបានជួបស្នេហាជាច្រើនដែលមិនបានដោយក្តីបំណងទំនាក់ទំនងស្នេហាភាគច្រើនបានធ្វើឲ្យអ្នកស្រីជួបនៅរឿងអាស្រូវជានិច្ចនិងត្រូវបានគេឃោសនាផ្សព្វផ្សាយពេញប្រទេសប្តីទី1លោកសុសម៉ាត់អ្នកចម្រៀងសម្បូរស្នេហ៍មានអ្នកស្គាល់ចិត្តដិតជាមួយអ្នកស្រីរស់សេរីសុទ្ធាមួយចំនួនបានរំលឹកឡើងវិញពីខ្សែជីវិតស្នេហារបស់អ្នកចម្រៀងដ៏ល្បីរូបនេះថាវេលាដែលនាងក្រមុំរស់សេរីសុទ្ធាកំពុងល្បីល្បាញពេញប្រទេសមានប្រុសជាច្រើនបានតាមស្រឡាញ់នាងដែលក្នុងនោះមានកូនប្រុសចាំងវាងភាពយន្តម្នាក់និងជាថៅកែរោងកុនព្រះច័ន្ទពេញវងនៅភ្នំពេញផងដែរហើយទំនាក់ទំនងនេះបណ្ដាលឲ្យកើតនៅរឿងអាស្រូវពេញផ្ទៃប្រទេសហើយអ្នកស្រីក៏ដឹងខ្លួនឯងដែរថានាងគ្មានសមត្ថភាពអ្វីដែលអាចតោងចាប់កាយមួយគ្រាប់នេះបានទេព្រោះខាងជាកូនអ្នកមានទ្រព្យស្ដុកស្ដំរីឯនាងគ្រាន់តែជាស្រីចម្រៀងលក់សម្លេងប៉ុណ្ណោះម្យ៉ាងទៀតឪពុកម្ដាយខាងប្រុសក៏មិនពេញចិត្តរូបនាងដែរហើយហាមឃាត់កូនប្រុសគេមិនឲ្យមានទំនាក់ទំនងស្នេហាជាមួយនាងទៀតផងដោយយល់ថាស្នេហានេះមិនអាចរកត្រូវឃើញនាងក្រមុំរស់សេរីសុទ្ធាក៏សម្រេចចិត្តដកខ្លួនឆ្ងាយពីកូនប្រុសថៅកែរោងកុនព្រះច័ន្ទពេញវងនោះរៀងរហូតមិនយូរប៉ុន្មាននាងក្រមុំរស់សេរីសុទ្ធាក៏មានអ្នកតាមចាយចង់ទៀតមិនខ្វះក្នុងនោះអ្នកដែលគេចាប់អារម្មណ៍ជាងគេគឺអ្នកចម្រៀងម្នាក់ដែលកំពុងល្បីដោយអ្នកស្រីដែរនិងថែមទាំងមានប្រពន្ធពីររួចហើយទៀតផងនោះគឺបុរសសម្លេងសារកាលិនថោងសុសម៉ាត់ដែលគេស្គាល់ថាជាម្ចាស់បទផ្ញើកងចុងដៃនិងមានសញ្ជាតិជាឥស្លាមនោះឯងចំពោះស្នេហាមួយនេះនាងក្រមុំរស់សេរីសុទ្ធាក៏យល់ថាមិនសមដែរព្រោះលោកសុសម៉ាត់មានប្រពន្ធពីរហើយមិនគួរនាងទៅតាក់ទងជាមួយបុរសស្រីច្រើននោះទេប៉ុន្តែដោយសារការព្យាយាមតាមចែកចង់ពីលោកសុសម៉ាត់ទីបំផុតបេះដូងនាងក៏ត្រូវបានទន់ជ្រាយធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសសម្លេងផ្អែមរូបនេះយ៉ាងងប់ងល់ហើយក្រោយមកអាពាហ៍ពិពាហ៍មួយក៏បានប្រគំឡើងរវាងនាងនិងលោកសុសម៉ាត់ក្នុងឆ្នាំ1968តែពេលនោះលោកសុសម៉ាត់មិនបានលែងប្រពន្ធដើមទាំងពីររបស់គាត់ឡើយគឺរៀបការទាំងមានប្រពន្ធហើយពិធីនោះប្រពន្ធទាំងពីររបស់លោកសុសម៉ាត់ក៏ទៅចូលរួមដែរដូចនេះអ្នកស្រីរស់សេរីសុទ្ធាត្រូវជាប្រពន្ធទី3របស់លោកសុសម៉ាត់ចំពោះស្នេហារបស់អ្នកស្រីរស់សេរីសុទ្ធានិងលោកសុសម៉ាត់នេះអ្នកស្រីរស់សាបឿនដែលជាបងស្រីបង្អស់របស់អ្នកនាងរស់សេរីសុទ្ធាបានប្រាប់ថាកាលនោះគាត់មិនចង់ឲ្យសុទ្ធារៀបការជាមួយលោកសុសម៉ាត់ឡើយព្រោះសុទ្ធានៅក្រមុំឯលោកសុសម៉ាត់មានប្រពន្ធពីរទៅហើយប៉ុន្តែគាត់មិនអាចទប់ស្កាត់អាពាហ៍ពិពាហ៍នេះបានទេក្រោយពេលដែលអ្នកនាងរស់សេរីសុទ្ធារៀបការជាមួយលោកសុសម៉ាត់នៅឯបាត់ដំបងរួចប្តីប្រពន្ធទាំងពីរក៏មកជួលផ្ទះនៅម្ដុំសាលាពៅអ៊ំទួលគោកហើយការរួមរស់នេះមិនយូរប៉ុន្មានរស់សេរីសុទ្ធាមានផ្ទៃពោះបាន5ខែតែដោយឧបតវៈចៃដន្យកូននោះក៏រលត់ទៅហើយស្របនឹងការរួមមេត្រីនឹងគ្នាបានរយៈពេលតែ5ខែនេះដែរឆាកស្នេហាមួយនេះតែងកើតមានវិបត្តិជាហូរហែដោយអ្នកស្រីត្រូវទទួលរងនៅទរណកម្មផ្នែកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរគឺព្រោះតែលោកសុសម៉ាត់ជាមនុស្សសម្បូរស្រីពេកគឺទៅដល់ណាមានស្រីត្រង់នោះព្រោះដូចយើងដឹងស្រាប់ហើយថាអ៊ីស្លាមពូកែណាខាងប្រាវមុនសារិកាអន្តងស្នេហាស្រីមិនតែប៉ុណ្ណោះលោកសុសម៉ាត់ប្រច័ណ្ឌជ្រុលពេកអ្នកស្រីរស់សាបឿនបានបន្តថាមានយប់មួយនោះនាងទៅច្រៀងនៅរាំងកាសាលលោកស៊ីស៊ីដនដោយសពថ្ងៃលុះពេលដែលនាងកំពុងច្រៀងបទមួយដែលមានចំណងជើងថាប្រុសខឹងរឿងអ្វីទៅតាមទំនុកច្រៀងនិងចង្វាក់ភ្លេងនៃបទនោះស្រាប់តែមានភ្ញៀវម្នាក់ស្រែកពីកន្លែងតុកផឹកស៊ីមកវិញថាបងមិនខឹងអូនទេដោយសារសម្ដីលេងសើចរបស់ភ្ញៀវមួយឃ្លានេះពេលនាងច្រៀងចប់ហើយចុះពីឆាកមកវិញធ្វើឲ្យលោកសុសម៉ាត់ក្តៅក្រហាយចោទថាសុធាមានទំនាក់ទំនងស្នេហាជាមួយនឹងភ្ញៀវម្នាក់នោះរួចលោកសុសម៉ាត់ក៏វាយសុធាបែកមុខបែកមាត់នៅរាំងកាសានោះតែម្ដងប៉ុណ្ណឹងហើយនៅមិនអស់ចិត្តទៀតពេលជីឡានត្រឡប់មកវិញដល់មុខស្ថានីយ៍រថភ្លើងនៅម្ដុំចិត្តផ្សារថ្មីសប្តាហ៍ថ្ងៃលោកសុសម៉ាត់ក៏ឈប់ឡានហើយវាយធ្វើបាបសុធាម្ដងទៀតដោយឃើញថាមិនអាចរស់នៅជាមួយគ្នាចុះសម្រុងបានហើយអាណិតប្អូនស្រីពេកអ្នកស្រីរស់សាបឿនក៏ប្រញាប់ធ្វើដំណើរមកភ្នំពេញដើម្បីរករឿងលោកសុសម៉ាត់ហើយដោយមិនសូវជាចូលចិត្តមនុស្សស្រីច្រើនដោយលោកសុសម៉ាត់នេះតាំងពីដើមមកផងអ្នកស្រីរស់សាបឿនក៏ជំរុញឲ្យសុធាដាក់ពាក្យលែងលះលោកសុសម៉ាត់នៅពេលនោះតែម្ដងទៅប៉ុន្តែលោកសុសម៉ាត់មិនព្រមទេហើយថែមទាំងគំរាមសម្រាប់គ្រួសារអ្នកស្រីអស់មួយពូជទៀតផងដោយលើការគំរាមនេះធ្វើឲ្យពួកគាត់ខ្លាចហើយក៏ប្រញាប់នាំសុធាមកបាត់ដំបងវិញជាបន្ទាន់ភ្លាមរឿងនេះគឺនៅឆ្នាំ1968លុះពេលបាត់អ្នកស្រីរស់សេរីសុទ្ធាពីភ្នំពេញប្រហែលជាង1ខែលោកស៊ីនស៊ីសមុទ្រដែលធ្លាប់ជាដៃគូឆ្លើយដ៏ស្អិតរមួតជាមួយនឹងសុធាធ្លាប់ថតកាសែតជាមួយគ្នាក៏ធ្វើដំណើរមកបាត់ដំបងភ្លាមដែរដើម្បីហៅសុធាឲ្យទៅច្រៀងនៅភ្នំពេញវិញពេលនោះអ្នកស្រីរស់សាបឿនមិនចង់ឲ្យសុធាត្រឡប់មកភ្នំពេញវិញទេព្រោះខ្លាចលោកសុសម៉ាត់តាមរករឿងធ្វើបាបដោយការគំរាមពីមុននោះប៉ុន្តែដែលលោកស៊ីនស៊ីសមុទ្រធានាមើលការខុសត្រូវចំពោះសុវត្ថិភាពនាង
ទើបគាត់ក៏ឲ្យសុធាត្រឡប់មកជាមួយលោកស៊ិនស៊ីសមុទ្រដើម្បីច្រៀងបន្តរហូតមកជួបប្តីទី2កូនប្រុសថកែថតថាសនិងផលិតកម្មភាពយន្តពេលមកច្រៀងនៅភ្នំពេញវិញអ្នកស្រីក៏ផ្លាស់មករស់នៅម្ដុំចិត្តខ្លោងទ្វារចូលវត្តនាគវ័នវិញដើម្បីជៀសវាងពីលោកសុសម៉ាត់ក្នុងរយៈពេល71ឆ្នាំក្រោយមកគឺរវាងចុងឆ្នាំ1969ក្នុងវ័យមេម៉ាយក្តៅស្រួយអាយុ22ឆ្នាំប្រកបដោយរូបសម្ផស្សស្រស់ផូរផង់អ្នកស្រីរស់សេរីសុទ្ធាក៏បានជួបកំឡោះហុយស៊ីផាន់ដែលជាកូនប្រុសថកែវ៉ាន់ច័ន្ទម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញកាលចំនួននោះហើយពួកគេក៏ចាប់ផ្ដើមបណ្ដុះបន្លកស្នេហ៍យកគ្នាជាប្តីប្រពន្ធចាប់ពីពេលនោះរហូតមកពួកគេរស់ជាមួយគ្នាមានសេចក្តីសុខណាស់ចេះយល់ចិត្តយល់ថ្លើមគ្នាគ្រប់កលៈទេសៈមិនដែលមានរឿងរកាំរកូសដោយការនៅជាមួយលោកសុសម៉ាត់ឡើយពួកគេទាំងពីររួមរស់ជាមួយគ្នារហូតមានកូនប្រុសម្នាក់ឈ្មោះហុយសុផាណារ៉ាដែលសពថ្ងៃរស់នៅឯប្រទេសបារាំងហើយកូនប្រុសនោះក៏មានប្រពន្ធកូនរួចទៅហើយដែរប៉ុន្តែគេដូចជាមិនដែលឃើញពួកគេមកលេងស្រុកខ្មែរឡើយប្តីទី3មេបញ្ជាការកងទ័ពក្រោយពេលការធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខលន់នល់នៅថ្ងៃទី18មីនាឆ្នាំ1970អ្នកស្រីកាន់តែមានឈ្មោះល្បីខ្លាំងឡើងលុះមកដល់ឆ្នាំ1971ពេលដែលកំពុងរស់នៅជាមួយគ្រួសារប្តីប្រពន្ធនិងកូនយ៉ាងសុខសាន្តនោះមានថ្ងៃមួយពេលសុធាកំពុងច្រៀងនៅរាំងកាសាល Bel Air នៅម្ដុំពោធិ៍ចិនតុងដោយរាល់ដងស្រាប់តែលោកស្រីយ៉ាដែលជាមេបញ្ជាការកងទ័ពឆ័ត្រយងដែលមានទីតាំងនៅជិតបណ្ឌិតរាជសភានិងមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រសពថ្ងៃបានប្រើកូនទាហានមួយឡានស៊ីបចូលទៅក្នុងរាំងកាសាលនោះចាប់អ្នកស្រីរស់សេរីសុធាយកមកបន្ទាយទាំងយប់ក្នុងបំណងធ្វើជាប្រពន្ធចុងដោយបានទទួលដំណឹងនេះបងប្រុសរបស់នាងឈ្មោះរស់សុគន្ធបានទៅដល់មន្ទីរនោះដើម្បីការពារនិងទាមទារយករស់សេរីសុធាមកវិញប៉ុន្តែមិនត្រូវបានពួកទាហានយាមទ្វារឲ្យចូលទៅឡើយហើយថែមទាំងគម្រាមឲ្យចេញមកវិញទៀតផងមិនតែប៉ុណ្ណោះលោកស្រីយ៉ាមេទាហានឆ័ត្រយងដែលចាប់សុធាទៅនោះក្រោយមកក៏គម្រាមផ្ដាច់ជីវិតហុយស៊ីផាន់ជាប្តីនាងទៀតដែលគ្មានឋានៈនិងអំណាចដូចគេពេលលើការគម្រាមនេះលោកហុយស៊ីផាន់មានការភ័យខ្លាចក៏នាំកូនចាក់ចេញទៅប្រទេសបារាំងបាត់ទៅហើយដែលសប្តាហ៍ថ្ងៃនេះលោកនៅមានជីវិតនៅរស់នៅឡើយទេបើតាមសម្ដីអ្នកស្រីរស់សបឿនបាននិយាយទៀតថាលោកស្រីយ៉ាមានប្រពន្ធរួចហើយតែប្រពន្ធគាត់វះកាត់ស្បូនដែលមិនអាចរួមមេត្រីជាមួយគ្នាកើតហើយម្យ៉ាងដោយគាត់ស្រឡាញ់សុធាពេកក៏ប្រើកូនទាហានទៅចាប់សុធាយកតែម្ដងទៅបន្ទាប់ពីយកគ្នាជាប្តីប្រពន្ធហើយសុធាក៏យកបងប្រុសរស់សុគន្ធនិងបងស្រីពៅរស់សេរីសុភ័ណ្ឌមកធ្វើជាទាហានជាមួយលោកស្រីយ៉ាផងដែរការរស់នៅជាមួយលោកស្រីយ៉ាអ្នកស្រីរស់សេរីសុធាទទួលបានកូនមួយឆ្នាំមួយដោយគេរាប់បើសរុបទៅមានកូនជាមួយលោកស្រីយ៉ាប្តីក្រោយនេះចំនួន4នាក់ក្រោយមកលោកស្រីយ៉ាក៏បានឡើងឋានៈជាឧត្តមសេនីយ៍ត្រីផ្កាយមួយដោយមេបញ្ជាការកងពលធំដតីទៀតដែរប៉ុន្តែពេលចូលមកដល់ឆ្នាំ1975កងទ័ពខ្មែរក្រហមបានធ្វើការឡោមព័ទ្ធទីក្រុងភ្នំពេញចំចិត្តហើយផ្លោងគ្រាប់ចូលក្រុងស្ទើររាល់ថ្ងៃពេលនោះរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់នល់បានបិទគម្រាមកោចរក្នុងទីក្រុងភ្នំពេញហាមមិនឲ្យដើរហើរនៅពេលយប់ឡើយរីឯរាំងកាសាលបារទាំងឡាយក៏ត្រូវបានបិទទាំងស្រុងដែរពេលនោះអ្នកស្រីរស់សេរីសុធាក៏បានជិះយន្តហោះទៅច្រៀងនៅឯខេត្តបាត់ដំបងនិងប៉ៃលិនវិញព្រោះទីនោះមានសន្តិសុខនិងសុវត្ថិភាពល្អជាង